បើយើងកំពុងតែធ្លាក់ខ្លួនក្រតើគួរធ្វើបែបណាកុំឲ្យគេមើលងាយយើងបានការធ្លាក់ខ្លួនក្រឬជួបវិបត្តិហិរញ្ញវត្ថុវាគ្រាន់តែជាស្ថានភាពបណ្ដោះអាសន្នក្នុងជីវិតតែប៉ុណ្ណោះវាមិនមែនជាតម្លៃពិតប្រាកដរបស់មនុស្សឡើយការដែលមិនឲ្យគេមើលងាយបានមិនមែនតលតែយើងប្រឹងសម្ដែងធ្វើជាមានទ្រព្យសម្បត្តិនោះទេប៉ុន្តែវាផ្ដើមចេញពីកិត្តិយសចរិតលក្ខណៈនិងការរៀបចំខ្លួនរបស់អ្នកដើម្បីកុំឲ្យគេមើលងាយបាននៅក្នុងស្ថានភាពបែបនេះអ្នកអាចអនុវត្តតាមវិធីសាស្ត្រសំខាន់ខាងក្រោម 1. រក្សាសេចក្តីថ្លៃថ្នូរនិងកិត្តិយសខ្លួនឯងកុំត្អូញត្អែឬសម្ដែងការកំសត់ហួសហេតុការដើរប្រាប់អ្នកដទៃគ្រប់គ្នាពីការលំបាកឬការបង្ហោះសារសោកសៅមិនអាចជួយរកលុយបានទេមានតែធ្វើឲ្យគេយល់ថាអ្នកទន់ជ្រាយនិងអាចក្លាយជាប្រធានបទដែលគេយកទៅនិយាយដើមកុំសុំឬពឹងផ្អែកលើអ្នកដទៃហួសហេតុបើមិនដាច់ពោះទេកុំសុំលុយឬសុំជំនួយពីគេដោយងាយការហាមាត់សុំគេញឹកញាប់គឺជាផ្លូវលឿនបំផុតដែលធ្វើឲ្យតម្លៃយើងធ្លាក់ចុះ 2. រៀបចំរឹកពីនិងការស្លៀកពាក់ឲ្យមានរបៀបស្អាតបាតនិងមានអនាម័យគ្មានលុយមិនមែនមានន័យថាត្រូវស្លៀកពាក់កខ្វក់ឬសក់អញ្ជ្រុលនោះទេសម្លៀកបំពាក់ធម្មតាតម្លៃថោកឬចាស់ប៉ុន្តែបើបោកគក់វាឲ្យស្អាតអ៊ុតបានរៀបរយនិងមានក្លិនក្រអូបវានឹងធ្វើឲ្យអ្នកមើលទៅមានសណ្ដាប់ធ្នាប់និងគួរឲ្យគោរពកាយវិការរឹងមាំដើរឲ្យត្រង់ខ្លួនងើបមុខសម្លឹងភ្នែកអ្នកសន្ទនាដោយភាពជឿជាក់កុំដើរអោនក្បាលឬធ្វើមុខស្រងូតស្រងាត់ដូចមនុស្សអស់សង្ឃឹមមិនលួចបន្លំមិនកុហកនិងមានពាក្យសច្ចៈរក្សាសុចរិតភាពទោះក្រយ៉ាងណាក៏មិនប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃឬប្រើល្បិចបោកប្រាស់ឡើយមនុស្សដែលស្មោះត្រង់តែងតែទទួលភាពគោរពចំណែកមនុស្សដែលបាត់បង់ភាពស្មោះត្រង់នឹងត្រូវគេមើលងាយអស់មួយជីវិតបើជំពាក់គេត្រូវមានទំនួលខុសត្រូវបើសិនជាមានជំពាក់បំណុលគេកុំរត់កេកខ្លួនចូលទៅជួបនិងនិយាយត្រង់ពីស្ថានភាពរបស់អ្នកហើយសុំរំលោះតិចតួចតាមលទ្ធភាពដែលមានភាពហ៊ានប្រឈមមុខបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ 4. ប្រឹងប្រែងធ្វើការនិងរៀនសូត្រដោយមិនរើសអើងកុំខ្ពើមការងារតូចតាចឲ្យតែជាការងារសុចរិតរកចំណូលបានទោះជាការងារលីសែងជូតលាងឬលក់ដូរតូចតាចក៏ត្រូវធ្វើដោយមោទនភាពមនុស្សដែលប្រឹងប្រែងរកស៊ីដោយញើសឈាមខ្លួនឯងគ្មានអ្នកណាមានសិទ្ធិមើលងាយអ្នកឡើយមានតែគេសរសើរអភិវឌ្ឍសមត្ថភាពប្រើប្រាស់ពេលវេលាទំនេរដើររៀនជំនាញថ្មីតាម YouTube ឬប្រភពឥតគិតថ្លៃនៅពេលស្ថានភាពអ្នកកើនឡើងឱកាសរកលុយក៏កើនឡើងដូចគ្នាការកាត់បន្ថយការចូលរួមក្នុងសង្គមដែលមិនចាំបាច់ជៀសវាងការជួបជុំដែលចំណាយច្រើនបើដឹងថាខ្លួនកំពុងខ្វះខាតកុំបង្ខំខ្លួនឯងទៅកម្មវិធីឬការជួបជុំមិត្តភ័ក្តិដែលត្រូវការចំណាយលុយដើម្បីតែមុខមាត់ជ្រើសរើសសេពគប់មនុស្សមិត្តភ័ក្តិណាដែលមើលបំណាំឬជន់ពន្លិចយើងនៅពេលយើងធ្លាក់ខ្លួនគួរតែឃ្លាតឆ្ងាយទុកពេលមកផ្ដោតលើគ្រួសារនិងការរកលុយវិញម្ដងចាំថាមាត់អ្នកដទៃយើងមិនអាចហាមឃាត់មិនឲ្យគេនិយាយបានទេប៉ុន្តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺទង្វើរបស់យើងនៅពេលដែលអ្នកនៅតែរក្សាចរិតថ្លៃថ្នូរប្រឹងប្រែងធ្វើការនិងមិនរំខានអ្នកដទៃនោះទោះបីជាគេមិនចូលចិត្តអ្នកក៏គេមិនអាចមើលងាយអ្នកបានដែរថ្ងៃណាមួយអ្នកនឹងអាចងើបឈរឡើងវិញបានយ៉ាងរឹងមាំវាជារឿងធម្មតាខ្លាំងណាស់ដែលនៅពេលយើងជួបវិបត្តិហិរញ្ញវត្ថុធ្លាក់ខ្លួនក្រយើងតែងតែមានអារម្មណ៍ថាបាក់ទឹកចិត្តអស់សង្ឃឹមនិងខ្វះភាពជឿជាក់លើខ្លួនឯងរហូតដល់លែងហ៊ានហើបមាត់និយាយស្ដីឬទៅប្រឡូកជាមួយអ្នកដទៃព្រោះខ្លាចគេដឹងពីស្ថានភាពរបស់យើងឬខ្លាចគេមើលងាយយើងអារម្មណ៍ភ័យខ្លាចនិងអៀនខ្មាស់ទាំងនេះអាចដោះស្រាយបានតាមរយៈការកែប្រែគំនិតនិងការអនុវត្តតិចតួចជារៀងរាល់ថ្ងៃ 1. កែប្រែការគិតរបស់ខ្លួនជាមុនសិនភាពក្រីក្រមិនមែនជាទោសកំហុសការខ្វះខាតលុយកាក់មិនមែនជាអំពើខុសច្បាប់ឬជារឿងថោកទាបឡើយវាកើតឡើងលើមនុស្សគ្រប់គ្នាគ្រប់សម័យកាលកុំយករឿងគ្មានលុយមកធ្វើជាបន្ទុក
ចន់បន្លិចតម្លៃមនុស្សរបស់អ្នកគេមិនបានចាប់អារម្មណ៍យើងគ្រប់ពេលទេមនុស្សភាគច្រើនរវល់តែគិតពីបញ្ហាខ្លួនឯងគ្មានអ្នកណាមកអង្គុយចាំសម្លឹងមើលឬចាំវិនិច្ឆ័យយើងគ្រប់វិនាទីនោះទេកាលដែលគេគិតថាគេច្បាស់ជាគិតបែបនេះបែបនោះពីយើងភាគច្រើនគឺជារូបភាពដែលមិត្តយើងបោកប្រាស់ខ្លួនឯងប៉ុណ្ណោះពីចាប់ផ្ដើមនិយាយអំពីចំណុចតូចៗកុំតន់អាលរំពឹងថាត្រូវនិយាយពូកែបើមិនតន់ហ៊ាននិយាយវិញឆ្ងាយគ្រាន់តែចាប់ផ្ដើមដោយការញញឹមនិងងក់ក្បាលរួចពោលពាក្យសួស្ដីខ្លះៗនៅពេលជួបគេនេះជាការបង្ហាញភាពរាប់អានដោយមិនចំណាយសម្ដីច្រើនដើរតួជាអ្នកស្ដាប់ដ៏ល្អមនុស្សភាគច្រើនចូលចិត្តតែនិយាយពីខ្លួនឯងនិងចូលចិត្តឲ្យមានអ្នកស្ដាប់អ្នកមិនចាំបាច់មានរឿងអស្ចារ្យទៅប្រាប់គេទេគ្រាន់តែអង្គុយស្ដាប់គេដោយយកចិត្តទុកដាក់ងក់ក្បាលយល់ស្របឬសួរនាំតិចតួចឧទាហរណ៍ហត់ទេការងារសប្តាហ៍ថ្ងៃរវល់ទេប៉ុណ្ណឹងក៏ធ្វើឲ្យគេមានអារម្មណ៍ល្អចំពោះអ្នកដែរ3ប្រើសម្ដីនិងកាយវិការដែលគួរឲ្យស្រឡាញ់សម្ដីទន់ភ្លន់តែមើងម៉ាត់មិនបាននិយាយឡូឡាឬនិយាយបាញ់ឆោតគេដើម្បីយកចិត្តនោះទេនិយាយធម្មតាបង្កប់ដោយភាពគួរសមនិងការគោរពការនិយាយតិចតែមានការគិតធ្វើឲ្យយើងមើលទៅមានតម្លៃប្រើភាសាកាយវិការពេលនិយាយជាមួយគេព្យាយាមសម្លឹងភ្នែកគេកុំអៀនអោនមុខចុះឈរឬអង្គុយឲ្យត្រង់កាយវិការរឹងមាំនឹងជួយបង្កើនភាពក្លាហានខាងក្នុងចិត្តរបស់អ្នក4កុំនិយាយរឿងដែលធ្វើឲ្យខ្លួនឯងកាន់តែអន់ថយ កុំនិយាយបន្ទាបខ្លួនឯងហួសហេតុជៀសវាងការនិយាយពាក្យដូចជាខ្ញុំជាអ្នកក្រមិនហ៊ានលេងជាមួយបងទេឬមនុស្សដូចខ្ញុំធ្វើអ្វីមិនកើតទេការនិយាយបែបនេះមិនមែនជាការដាក់ខ្លួនទេតែវាជាការយករឿងក្រមកធ្វើជាខែលរឹតតែធ្វើឲ្យគេមានអារម្មណ៍ធុញទ្រាន់និងមិនចង់ក្បែរផ្ដោតលើរឿងទូទៅពេលសន្ទនាជៀសវាងនិយាយពីរឿងលុយកាក់ឬរឿងលុយឆាយបើអ្នកមិនមានងាកមកនិយាយរឿងទូទៅដូចជាអាកាសធាតុម្ហូបអាហារព័ត៌មានប្រចាំថ្ងៃឬការងារកំពេចកំប៉ុកវិញបង្កើតចំណឿចិត្តពីការងារប្រចាំថ្ងៃធ្វើការឲ្យបានសកម្មនៅពេលអ្នកប្រឹងប្រែងធ្វើការងារទោះការងារតូចតាចក៏ដោយអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃមានមោទនភាពផ្ទាល់ខ្លួនដែលជារបងការពារមិនឲ្យអ្នកមានអារម្មណ៍អន់ជាងគេហើយវានឹងជួយឲ្យអ្នកហ៊ាននិយាយរកគេដោយធម្មជាតិព្រោះអ្នកកំពុងរស់ដោយញើសឈាមខ្លួនឯងដំបូលមានលើកទឹកចិត្តភាពក្លាហានមិនមែនកើតឡើងភ្លាមនោះទេវាត្រូវការអនុវត្តថ្ងៃនេះសាកល្បងនិយាយសួស្ដីមនុស្សម្នាក់ស្អែកម្នាក់ទៀតធ្វើម្ដងបន្តិចអ្នកនឹងដឹងថាការនិយាយរកគេមិនមែនជារឿងគួរឲ្យខ្លាចនោះទេទោះបីជាយើងមិនទាន់មានលុយច្រើនក៏ដោយមនុស្សគេគោរពអ្នកដែលមានចរិតលក្ខណៈល្អមិនមែនគោរពអ្នកមានលុយនោះទេការយល់ឃើញរបស់មិត្តភ័ក្តិលើរូបភាពអ្នកនៅពេលដែលធ្លាក់ខ្លួនក្រវាមិនដូចគ្នាទាំងអស់នោះទេព្រោះអាស្រ័យទៅលើគុណភាពនិងប្រភេទនៃមិត្តភ័ក្តិទាំងនោះនៅក្នុងចិត្តរបស់ពួកគេអាចនឹងមានការគិតបែងចែកជា3ដូចជា1ក្រុមមិត្តភ័ក្តិពិតប្រាកដមិត្តភ័ក្តិប្រភេទនេះគឺជាអ្នកដែលស្រឡាញ់រាប់អានអ្នកដោយសារចរិតលក្ខណៈនិងទឹកចិត្តមិនមែនដោយសារទ្រព្យសម្បត្តិឡើយនៅពេលគេឃើញអ្នកធ្លាក់ខ្លួននៅក្នុងចិត្តគេគិតថាមានការអាណិតអាសូរនិងបារម្ភពិតប្រាកដគេខ្លាចអ្នកគិតខ្លីខ្លាចអ្នកពិបាកចិត្តខ្លាំងចង់ជួយជ្រោមជ្រែងគេតែងគិតរកវិធីជួយអ្នកទោះបីជាគេមិនមានលុយផ្ទាល់ខ្លួនក៏ដោយក៏គេព្យាយាមជួយរកការងារឲ្យជួយណែនាំឱកាសឬជួយសម្រាលទុក្ខដោយការអង្គុយស្ដាប់និងផ្ដល់កម្លាំងចិត្តខ្លាចប៉ះពាល់អារម្មណ៍អ្នកពេលខ្លះមិនហ៊ានសួរនាំរឿងលុយកាក់ឬមិនហ៊ានបបួលអ្នកទៅណាមកណាមិនមែនព្រោះគេស្អប់អ្នកទេគឺព្រោះគេក្រែងចិត្តនិងខ្លាចធ្វើឲ្យអ្នកមានអារម្មណ៍អន់ចិត្តឬបាក់មុខ2ក្រុមមិត្តសម្បកក្រៅឬមិត្តស៊ីផឹកមិត្តភ័ក្តិប្រភេទនេះរាប់អានអ្នកតែពេលសប្បាយឬពេលដែលអ្នកមានប្រយោជន៍សម្រាប់គេនៅពេលអ្នកធ្លាក់ខ្លួននៅក្នុងចិត្តគេគិតថាខ្លាចយើងទៅពឹងពាក់ឬខ្ចីលុយនេះជាគំនិតដំបូងបង្អស់របស់ពួកគេខ្លាចអ្នកធ្វើជាបន្ទុកដល់គេទើបគេចាប់ផ្ដើមដកឃ្លាត
ចេញឆ្ងាយពីអ្នក block Facebook ឬធ្វើជាមមាញឹកមិនទំនេរជួបគិតថាអ្នកលេងមានតម្លៃឬលេងស្មើភាពគេយល់ថាអ្នកលេងមានអ្វីដែលអាចផ្ដល់ផលប្រយោជន៍ឬផ្ដល់ភាពលុយឆាយដល់ក្រុមទៀតហើយគេអាចឈប់បបួលអ្នកចូលរួមកម្មវិធីផ្សេងដោយស្ងប់ស្ងាត់3ក្រុមមិត្តភ័ក្តិដែលមានចិត្តឈ្នានីសឬចាំមើលបំណាំមនុស្សប្រភេទនេះអាចជាអ្នកដែលធ្លាប់ច្រណែនអ្នកពីមុនឬជាមនុស្សដែលមានចិត្តចង្អៀតចង្អល់នៅក្នុងចិត្តរបស់ពួកគេគិតថាមានអារម្មណ៍រំភើបជាសម្ងាត់គេរីករាយនៅពេលឃើញអ្នកធ្លាក់ខ្លួនចុះព្រោះវាធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងឈ្នះឬក្រន់បើជាងអ្នកយកអ្នកទៅធ្វើជាប្រធានបទនិយាយដើមគេអាចនឹងដឹងរឿងរ៉ាវរបស់អ្នកទៅនិយាយប្រាប់អ្នកដទៃក្នុងន័យបង្អាប់ឬសម្ដែងការអាណិតคล้ายៗឧទាហរណ៍អាណិតវាណាស់មិនដឹងធ្វើអ្វីបានជាធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងអ្វីដែលអ្នកគួរធ្វើចំពោះចិត្តរបស់អ្នកដទៃកុំចំណាយពេលទាញចិត្តគេហើយធ្វើបាបចិត្តខ្លួនឯងការដែលអ្នកអង្គុយបារម្ភថាតើគេគិតអាក្រក់ពីយើងទេវារឹតតែធ្វើឲ្យអ្នកបាត់បង់ថាមពលចិត្តក្នុងការងើបឈរក្នុងឱកាសនេះចូលប្រើប្រាស់ឱកាសនេះដើម្បីចម្រាញ់មិត្តភ័ក្តិវិបត្តិនេះគឺជាឧបសគ្គវាស់ស្ទង់ចិត្តមនុស្សដ៏ល្អបំផុតវាបង្ហាញឲ្យអ្នកឃើញច្បាស់ថាអ្នកណាជាមិត្តពិតហើយអ្នកណាជាមិត្តខ្លាំងចំពោះអ្នកដែលដកឃ្លាឈប់ខ្វល់ខ្វាយពីគេហើយអរគុណដែលជីវិតជួយដកមនុស្សមិនល្អចេញពីអ្នកចំពោះអ្នកនៅក្បែរនិងលើកទឹកចិត្តចូលរក្សាពួកគេទុកព្រោះពួកគេជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នកនៅពេលនេះសម្លឹងទៅមុខប្រឹងប្រែងដើម្បីខ្លួនឯងនិងគ្រួសារនៅពេលអ្នកជោគជ័យឡើងវិញចិត្តរបស់អ្នកដទៃមកលើអ្នកក៏នឹងប្រែប្រួលទៅតាមនោះដែរការងើបចេញពីភាពក្រីក្រឬវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមិនមែនអាចធ្វើឡើងបានត្រឹមតែមួយយប់នោះទេវាទាមទារនូវការរៀបចំផែនការច្បាស់លាស់វិន័យខ្ពស់និងការតស៊ូមិនបោះបង់ដើម្បីងើបឈរឡើងវិញបានយ៉ាងរឹងមាំនិងមានប្រសិទ្ធភាពចូលអនុវត្តតាមជំហានយុទ្ធសាស្ត្រទាំងនេះ1វាយតម្លៃនិងរៀបចំប្រព័ន្ធហិរញ្ញវត្ថុឡើងវិញឈប់បង្កើតបំណុលថ្មីដាច់ខាតនេះជាវិធានការដំបូងបំផុតបើអ្នកកំពុងធ្លាក់ក្នុងរណ្ដៅអ្វីដែលត្រូវធ្វើគឺឈប់ជីកកកាយវាថែមជៀសវាងការខ្ចីលុយកន្លែងនេះសងកន្លែងនោះវិលកាត់បន្ថយការចំណាយមកត្រឹមកម្រិតរស់រានកាត់ផ្ដាច់រាល់ការចំណាយមិនចាំបាច់ទាំងអស់ការដើរលេងរបស់ brand កម្មវិធីសង្គមខ្ជិះខ្ជាយទុកលុយសម្រាប់តែរឿងស្លាប់រស់អាហារចម្រោកថ្នាំសង្កូវនិងការធ្វើដំណើរទៅធ្វើការធ្វើបញ្ជីបំណុលបើមានសរសេរចំនួនបំណុលនិងការប្រាក់ទាំងអស់ដែលមានរួចរៀបចំផែនការសងពីបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេឬបំណុលតូចមុនដើម្បីកាត់បន្ថយសម្ពាធផ្លូវចិត្ត2បង្កើតប្រភពចំណូលភ្លាមកុំរើសអើងការងារនៅក្នុងស្ថានភាពនេះគ្មានការងារណាដែលទាបថោកជាងការអត់លុយនោះទេការងារអ្វីក៏ដោយឲ្យតែសុចរិតទោះជាមានប្រាក់ខែតិចឬការងារហត់នឿយក៏ដោយត្រូវតែធ្វើដើម្បីមានលុយចូលមកទប់ទល់ជីវភាពប្រចាំថ្ងៃជាមុនសិនរកចំណូលបន្ថែមបើមានការងារពេញម៉ោងហើយប្រើពេលវេលាទំនេរចុងសប្តាហ៍ឬពេលយប់ដើម្បីរកចំណូលបន្ថែមដូចជាការលក់ដូរអនឡាញតូចតាចធ្វើការងារស៊ីឈ្នួលតាមម៉ោងឬដឹកជញ្ជូនជាដើម3វិនិយោគលើចំណេះដឹងនិងជំនាញគឺជាម៉ាស៊ីនផលិតលុយមូលហេតុដែលមនុស្សភាគច្រើនមិនអាចរកលុយបានច្រើនគឺដោយសារខ្វះជំនាញដែលទីផ្សារត្រូវការចូលរៀនជំនាញណាដែលអាចបង្កើតចំណូលបានលឿននិងមិនសូវចំណាយដើមទុនច្រើនឧទាហរណ៍ជំនាញលក់ដំឡើងឬជួសជុលឧបករណ៍ជំនាញបច្ចេកវិទ្យា Digital កាត់វីដេអូឬភាសាបរទេសរៀនដោយមិនគិតថ្លៃបច្ចុប្បន្នអ្នកមិនបាច់មានលុយរាប់ពាន់ដុល្លារទៅរៀននៅសាលាក៏បានគឺអាចរៀនតាម YouTube ឬវគ្គសិក្សាឥតគិតថ្លៃតាមអនឡាញឲ្យតែអ្នកចំណាយពេលពិតប្រាកដអ្នកនឹងមានសមត្ថភាពលើសពីមុនមិនខាន5ថែរក្សាសុខភាពនិងកម្លាំងចិត្តសុខភាពជាដើមទុនចុងក្រោយបើអ្នកធ្លាក់ខ្លួនក្រហើយថែមទាំងធ្លាក់ខ្លួនឈឺទៀតនោះវានឹងរឹតតែដុនដាបចូលហូបចុកអាហារណាដែលមានជីវជាតិមិនបាច់ថ្លៃគេងឲ្យគ្រប់គ្រាន់
និងហាត់ប្រាណខ្លះៗដើម្បីឲ្យខួរក្បាលស្រឡះគ្រប់គ្រងភាព stress ការគិតច្រើនមិនអាចដោះស្រាយបញ្ហាបានទេមានតែទង្វើពិតប្រាកដទេដែលដោះស្រាយបញ្ហាបាននៅពេលចិត្តខឹងឬអស់សង្ឃឹមចូលរំពឹងខ្លួនឯងថានេះគ្រាន់តែជាបំណុលទាបបំផុតនៃជីវិតថ្ងៃក្រោយយើងនឹងងើបឡើងវិញ 5. បង្កើតទំនាក់ទំនងជាមួយមនុស្សដែលមានថាមពលវិជ្ជមានដើរចេញពីមនុស្សអវិជ្ជមានឈប់សេពគប់មនុស្សដែលចាំតែចន់ពន្លិចឬនាំអ្នកទៅស៊ីផឹកវង្វេងវង្វាន់ចូលក្បែរមនុស្សពូកែនិងមានគំនិតរីកចម្រើនព្យាយាមរាប់អានឬតាមដានបុគ្គលជោគជ័យអ្នកដែលមានគំនិតរកស៊ីនិងអ្នកដែលចូលចិត្តលើកទឹកចិត្តផ្នែកគំនិតនិងឱកាសល្អៗភាគច្រើនកើតចេញពីមនុស្សដែលយើងសេពគប់រៀងរាល់ថ្ងៃសរុបមកផែនការសកម្មភាពដែលត្រូវធ្វើពីថ្ងៃនេះ 1. ឈប់បង្កើតបំណុលនិងឈប់ត្អូញត្អែ 2. ធ្វើការងារគ្រប់យ៉ាងដែលនៅចំពោះមុខដើម្បីរស់ 3. រៀនជំនាញថ្មីមួយដែលទីផ្សារកំពុងត្រូវការឲ្យពូកែដាច់គេ 4. សន្សំលុយដែលរកបានម្ដងបន្តិចដើម្បីធ្វើជាដើមទុនងើបឡើងវិញដំណើររាប់ពាន់គីឡូម៉ែត្រតែងចាប់ផ្ដើមពីជំហានដំបូងការធ្លាក់ខ្លួនក្រនៅពេលនេះវានឹងក្លាយជាមេរៀននិងជាសាច់រឿងដ៏អស្ចារ្យបំផុតរបស់អ្នកនៅថ្ងៃដែលអ្នកជោគជ័យគិតឲ្យច្បាស់រួចចាប់ផ្ដើមធ្វើសកម្មភាពពីថ្ងៃនេះទៅខ្ញុំជឿជាក់ថាអ្នកអាចធ្វើបានតើបច្ចុប្បន្នបញ្ហាប្រឈមមុខធំបំផុតរបស់អ្នកគឺជាបញ្ហាបំណុលឬជាបញ្ហាខ្វះឱកាសការងារដើម្បីខ្ញុំអាចជួយផ្ដល់គំនិតបន្ថែមបានចំណុចខ្លះៗ